ខ្ញុំចាប់ផ្ដើមឆ្នាំថ្មីនេះដែលអត់មានអារម្មណ៍ថារំភើបអត់មានអារម្មណ៍ថាពុកកញ្ជ្រោលបញ្ញាបញ្ញាហើយក៏អត់មានអារម្មណ៍ថាកើតទុកអីដែរតែបើ2ឆ្នាំទៅឲ្យតែមុនពេលចូលឆ្នាំថ្មីម្ដងគឺតែងតែមានអារម្មណ៍ថាខ្លួនឯងបញ្ញាបញ្ញាបង្កើតផែនការជាច្រើនសម្រាប់ឆ្នាំថ្មីហើយភ័យខ្លាចថាអត់អាចសម្រេចគោលដៅនៅក្នុងឆ្នាំថ្មីបានប៉ុន្តែឆ្នាំនេះគឺខុសពីឆ្នាំមុនមិនមែនដោយសារតែអ្វីគ្រប់យ៉ាងគឺវាល្អឯងក៏ប៉ុន្តែខ្ញុំគិតថានៅពេលខ្លះយើងគួរទុកពេលខ្លួនឯងខ្ញុំអត់ទាន់រកគោលដៅជីវិតរបស់ខ្ញុំឃើញទេហើយខ្ញុំក៏អត់ទាន់ដឹងថាខ្លួនឯងទៅណាដែរក៏ប៉ុន្តែឆ្នាំមុនបានបរៀនខ្ញុំរឿងមួយសំខាន់គឺថាឲ្យខ្ញុំចេះប្រើប្រាស់ជីវិតក្នុងការរស់នៅឲ្យខ្ញុំចេះដកដង្ហើមនៅពេលដែលជីវិតជួបរឿងលំបាកឲ្យខ្ញុំចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងនៅពេលដែលខ្ញុំជួបរឿងណាមួយចំនួនដែលវាសុពិសិលហើយខ្ញុំចេះទទួលស្គាល់ការពិតបើទោះបីវាជាការឈឺចាប់ក៏ដោយហើយខ្ញុំរៀនថារឿងមួយចំនួនគឺយើងអាចយកឈ្នះវាបានក៏ប៉ុន្តែរឿងមួយចំនួនទៀតគឺយើងអាចយកឈ្នះវាបានដែរគឺវានឹងនៅជាមួយយើងរហូតប៉ុន្តែអ្វីដែលយើងអាចធ្វើបានគឺយើងរៀនពីវាហើយយើងរស់នៅជាមួយវានេះក៏ប្រហែលជាអ្វីមួយដែលបានផ្លាស់ប្ដូរខ្ញុំដូចគ្នាវាមិនមែនជាការជោគជ័យហើយក៏វាមិនមែនជាការលើកទឹកចិត្តដែរក៏ប៉ុន្តែគឺជាការទទួលស្គាល់ហើយខ្ញុំគិតថាការ slow down មិនមែនមានន័យថាយើងនៅក្រោយគេក៏ប៉ុន្តែមានន័យថាយើងមានជំហររឹងមាំជាមួយខ្លួនឯងយើងចេះស្ដាប់ខ្លួនឯងយើងអត់បខំខ្លួនឯងប៉ុន្តែយើងនៅតែបន្តទៅមុខដោយយឺតហើយស្ងៀមស្ងាត់ហើយធ្វើអ្វីទៅតាមសមត្ថភាពរបស់ខ្លួនឯង